បាទជាលោកសបាពុនសស្វាគមន៍យើងជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងរៀនតេតូនជាមួយពាក្យ may ហើយនិងពាក្យ might ថាតើពាក្យ may ហើយនិងពាក្យ might ហ្នឹងគឺយើងប្រើវាយ៉ាងម៉េចនៅក្នុងភាសាអង់គ្លេសហើយយើងប្រើវាយ៉ាងម៉េចអូខេឥឡូវបងប្អូនយើងមើលពាក្យ may នេះគឺមានន័យថាអាចហើយពាក្យ might នេះគឺយើងអាចប្រើថាអាចដូចគ្នាណាអញ្ចឹង may ហើយនិង might ហ្នឹងគឺយើងប្រើដូចតែគ្នាទេប្រើថាអាចអូខេឥឡូវយើងមើលពីរបៀបប្រើប្រាស់របស់វា how to use may and might របៀបប្រើប្រាស់ may ហើយនិង might អញ្ចឹងពី how to នោះមានន័យរបៀប use ប្រើប្រាស់ may and might វាប្រើប្រាស់ may និង might ឥឡូវយើងមើលគេសរសេរថាម៉េចនេះគេថា both may and might are modal verbs used to talk about possibility permission or uncertainty may ហើយនិងពាក្យ might នេះទាំងពីរ both ហើយទាំងពីរ are modal verbs គឺជា modal verbs modal verb នេះជា verb ពិសេសបងប្អូន used to ត្រូវបានគេប្រើដើម្បី used to នេះត្រូវបានគេប្រើដើម្បី talk និយាយអំពីនេះ talk about នេះនិយាយអំពី possibility នេះមានន័យថាអ្វីដែលអាចកើតមានទៅបានអ្វីដែលអាចកើតទៅរួចណា permission ការអនុញ្ញាតអូខេការអនុញ្ញាត permission ការអនុញ្ញាត or ឬក៏ uncertainty ឬក៏ភាពមិនច្បាស់លាស់ uncertainty ភាពមិនច្បាស់លាស់អញ្ចឹងក្នុងនេះគេចង់ប្រាប់ថាពាក្យ may និងពាក្យ might ហ្នឹងគឺជា modal verb ជា verb ពិសេសដូចគ្នាហើយប្រើថាអាចដូចគ្នាហើយគេប្រើលក្ខណៈ3យ៉ាងដូចគ្នាគឺទី1 possibility សម្រាប់លើអ្វីដែលនឹងអាចកើតមាន permission អាចទាក់ទងជាមួយនឹងការអនុញ្ញាតហើយមួយទៀតគឺ uncertainty ទាក់ទងជាមួយនឹងភាពមិនច្បាស់លាស់ឥឡូវយើងទៅមើលថាតើចំណុចទាំង3ដែលគេប្រើនេះមានអីខ្លះតោះអូខេឥឡូវទី1យើងនិយាយពី may ណា used for possibility may ត្រូវបានគេប្រើអញ្ចឹងគេសរសេរមាន ed អញ្ចឹងគឺមានន័យថាគេសរសេរនៅក្នុងទម្រង់ passive ទម្រង់ passive ទម្រង់អកម្មយើងអាចប្រើថាត្រូវបានគេប្រើ possibility for possibility សម្រាប់លទ្ធភាពដែលអាចកើតមានឡើងក្នុងនោះគេដាក់ bracket នេះគេដាក់ bracket នេះក្នុងវងកញ្ចក់នេះគេដាក់ something រឿងរ៉ាវផ្សេងៗ could happen អាចកើតមានទៅបានណារឿងរ៉ាវផ្សេងៗអាចកើតមានទៅបាន example ឧទាហរណ៍ដូចជាគេថាម៉េច it may rain tomorrow វាអាចមានភ្លៀងនៅថ្ងៃស្អែកឬក៏វាអាចភ្លៀងនៅថ្ងៃស្អែកអញ្ចឹង it នឹងវា may នឹងអាចហើយពាក្យ rain នឹងគឺភ្លៀង tomorrow នៅថ្ងៃស្អែកក្នុងហ្នឹងគេដាក់ may នេះទោះបីជាគេប្រើជាមួយនឹង he she it ដែលជា third person singular subject ណាបរិបទទី3អីវចនៈដែលជាប្រធានក៏ដោយក៏ may នឹងគឺមិនត្រូវបានគេថែម s ដូចជាស័ព្ទសាមញ្ញធម្មតាទេណាព្រោះ may នឹងវាជា modal verb ជា verb ពិសេសអញ្ចឹងគឺគេអត់មានថែម s ទេណាបងប្អូនត្រូវចាំកន្លែងហ្នឹងផងអញ្ចឹង it may rain tomorrow វាអាចនឹងមានភ្លៀងនៅថ្ងៃស្អែកអញ្ចឹងមានន័យថាភ្លៀងគឺយើងមិនប្រកាសថាវាអាចឬមិនអាចទេអញ្ចឹងការនេះគេប្រើ may អញ្ចឹងមានន័យថាវាអាចនឹងមានភ្លៀងនេះវាត្រូវនឹងពាក្យថា possibility មានន័យថាអាចនឹងកើតមានទៅបានណា possibility អាចនឹងកើតមានទៅបានប៉ុន្តែយើងប្រើ may នេះគឺវាអត់ច្បាស់លាស់ទេ uncertainty មានន័យថាវាអត់ច្បាស់លាស់បងប្អូនទៅចាំកន្លែងហ្នឹងផងអូខេឥឡូវយើងមើលចំណុចទី2នេះគេដាក់ use for permission ត្រូវបានគេប្រើណាសម្រាប់ការអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីមួយណា permission ហ្នឹង formal way to allow មានន័យថានេះគឺជារបៀបដែលថាត្រឹមត្រូវតាមផ្លូវការដើម្បីអនុញ្ញាតឲ្យណាម្នាក់ធ្វើមួយអញ្ចឹងពាក្យ formal គេសំដៅលើថាវាត្រឹមត្រូវតាមផ្លូវការយើងអាចប្រើវាជាលក្ខណៈផ្លូវការបានណាពាក្យភាសាហ្នឹង allow ហ្នឹងអនុញ្ញាតអញ្ចឹងមានន័យថាវាត្រឹមត្រូវជាផ្លូវការដែលអាចអនុញ្ញាតឲ្យបានអញ្ចឹង example ឥឡូវបងប្អូនមើលឧទាហរណ៍មកគេដាក់ you may leave early today អ្នកអាចចាក់ចេញរស់រាននៅថ្ងៃនេះអញ្ចឹង may ពេលនេះវាបង្ហាញទាក់ទងជាមួយនឹង permission ការអនុញ្ញាតមានន័យថានរណាម្នាក់អនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីមួយណាបងប្អូននេះឧទាហរណ៍ដូចថាប្រធានឬក៏ចៅហ្វាយនេះឬក៏មេក្រុមយើងនិយាយថា you may leave អ្នកអាច leave ចាក់ចេញ early រស់រាន today នៅថ្ងៃនេះឧទាហរណ៍ចេញម៉ោង 5 អញ្ចឹងអាចចេញម៉ោង 4 កន្លះអីចឹងទៅចេញមុនគេអញ្ចឹងណាអាហ្នឹងគេ early ហ្នឹងណាបងប្អូនអាហ្នឹងទាក់ទងមួយការអនុញ្ញាត
ok ឥឡូវយើងចំណុចមួយទៀតយើងតេតូនជាមួយនឹងការប្រើប្រាស់ពាក្យ might might មេហើយ might ហ្នឹងសរុបមកគឺប្រើដូចតែគ្នាទេណាបងប្អូនអូខេ also use for possibility ផងដែរត្រូវបានគេប្រើសម្រាប់មានន័យថាអ្វីដែលអាចកើតមានទៅបានណាលទ្ធភាពដែលអាចកើតមានទៅបាន possibility ហ្នឹងណាលទ្ធភាពដែលអាចកើតមានទៅបាន often ជាញឹកញាប់ weaker or less certain than may អូខេអញ្ចឹងជាញឹកញាប់វាមានលក្ខណៈគេថាលក្ខណៈថាខ្សោយជាងឬក៏កន្លែង certain នេះមានន័យថាជាក់លាក់អញ្ចឹង certain នេះជាក់លាក់អញ្ចឹងគេដាក់ weaker or less មានន័យថាអាភាពជាក់លាក់នេះភាពជាក់លាក់ហ្នឹងគឺវាតិចវាខ្សោយជាងឬក៏វាតិចជាងពាក្យ may នេះអញ្ចឹងយើងអាចប្រើពាក្យថាបើសិនជាយើងប្រើពាក្យ may វាហាក់ដូចជាលទ្ធភាពនៃការកើតមានហ្នឹងវាខ្លាំងជាងហើយបើយើងប្រើ may ចេះលក្ខសមត្ថភាពឬក៏លទ្ធភាពដែលអាចកើតមានហ្នឹងគឺវាតិចជាងណាបងប្អូនអញ្ចឹងពាក្យ may ហ្នឹងវាអាចនឹងស្រាលជាងពាក្យ may ឧទាហរណ៍នេះបងប្អូនមើលឧទាហរណ៍នេះគេដាក់ example ឧទាហរណ៍ she might call you later she might call you later នាងអាចនឹងទូរស័ព្ទមកអ្នកនៅពេលក្រោយអញ្ចឹងកាលណាគេប្រើពាក្យ might អញ្ចឹងវាលទ្ធភាពនៃការកើតមាន possibility នេះវាកាន់តែខ្សោយវាខ្សោយបើយើងប្រើពាក្យកន្លែងហ្នឹងពាក្យ may វាមានន័យដូចគ្នាប៉ុន្តែពាក្យ may វាហាក់ដូចជាថា certain ជាងវាជាក់លាក់ជាងវាថាប្រកបជាងអញ្ចឹងណាអូខេអញ្ចឹងវាខុសគ្នាតែកន្លែងហ្នឹងណាបងប្អូនខុសគ្នាកន្លែងហ្នឹងបន្តិចហើយបើប្រើភាសាខ្មែរប្រើដូចគ្នាតែម្ដងហើយបើស៊ីជម្រៅគឺគេប្រើវាអញ្ចឹង may ប្រើលក្ខណៈរៀងជាក់លាក់ជាងហើយពាក្យ may ហ្នឹងគឺអាភាពជាក់លាក់ហ្នឹងវាខ្សោយជាងឬក៏វាតិចជាងពាក្យ may អញ្ចឹងកាលណាយើងប្រើពាក្យ may មានន័យថាលទ្ធភាពនៃការកើតមានហ្នឹងគឺវាតិចតួចអញ្ចឹងណា she might call you later នាងអាចទូរស័ព្ទមកអ្នកនៅពេលក្រោយអូខេឥឡូវយើងជួបដល់ចំណុចមួយទៀតគឺគេប្រើពាក្យថានេះ use for polite suggestions មានន័យថាត្រូវបានគេប្រើសម្រាប់អូខេការស្នើសុំដែលលក្ខណៈថាគួរសមអញ្ចឹងយើងប្រើពាក្យ might ក្នុងការស្នើសុំនេះ suggestion គឺវាមានលក្ខណៈគួរសមណាគួរសមខ្លាំងអូខេអញ្ចឹង polite មានន័យគួរសមហើយ suggestion នេះគឺការស្នើសុំដែលគួរសម example ឧទាហរណ៍ if I had more time I might learn guitar if ប្រសិនបើខ្ញុំមានពេលវេលាច្រើនជាងនឹងខ្ញុំអាចរៀន guitar អូខេអញ្ចឹងពាក្យ if នោះប្រសិនបើ I had more time មានន័យថាខ្ញុំមានពេលវេលាច្រើនជាងហ្នឹងណាខ្ញុំ had នឹងមាន more time ពេលវេលាច្រើនជាងហ្នឹង I might ខ្ញុំអាចនឹង learn guitar រៀន guitar អូខេអញ្ចឹងកាលណាគេប្រើពាក្យ might គឺលក្ខណៈវាថាវាគួរសមវាទន់ភ្លន់ជាងបងប្អូនតោះឥឡូវយើងទៅមុខទៀតអូខេឥឡូវបងប្អូនយើងមើលគេដាក់ quick tip នេះគឺមានចំណុចល្អឬក៏ចំណុចសំខាន់ដែលយើងត្រូវដឹងត្រូវយល់អញ្ចឹង may នេះគេដាក់ថាម៉េច more likely or more formal អូខេមានន័យថាវាទំនងជាងឬក៏វាជាលក្ខណៈផ្លូវការជាងហើយពាក្យ might នេះគេដាក់ less likely វាមិនសូវជាទំនង more uncertain មានន័យថាវាថាមិនច្បាស់លាស់ជាងអញ្ចឹងពាក្យ uncertain នេះគឺមិនច្បាស់លាស់អញ្ចឹង more uncertain នេះមិនច្បាស់លាស់ជាងអញ្ចឹងបើសិនជាបងប្អូនត្រូវការប្រើលក្ខណៈផ្លូវការប្រើ may នេះមកព្រោះវាទំនងហើយវាច្បាស់ហើយវាផ្លូវការជាងប្រើ might នេះមិនសូវជាច្បាស់អូខេឬក៏គេអាចចាត់ទុកថាទំនងទេប៉ុន្តែបើយើងប្រើនៅក្នុង request នៅក្នុង suggestion ណាការស្នើសុំវាលក្ខណៈថាវាល្អជាងវាគួរសមជាងកន្លែង might នេះណាអូខេឥឡូវយើងមានexample sentences with may and might ឥឡូវយើងមានឧទាហរណ៍ចំនួន20ជាមួយនឹងពាក្យ may ហើយនិងពាក្យ might ដែលបងប្អូនរៀនបដាទៅយើងចេះប្រើខ្លះណា with may ជាមួយនឹងពាក្យ may 10 sentences 10ប្រយោគឥឡូវយើងរៀននឹងពាក្យ may 10ប្រយោគតោះលើគេសិថាម៉េចខ្លះទី1 You may use my laptop if you need it អ្នកអាចប្រើ computer laptop របស់ខ្ញុំប្រសិនបើអ្នកត្រូវការអូខេអញ្ចឹងពាក្យ may នេះកាលណាគេឲ្យយើងយកអីមួយរបស់គេអាហ្នឹងគឺទាក់ទងមួយការអនុញ្ញាតណាគឺមានន័យថាវាមានលក្ខណៈថាផ្លូវការណាលក្ខណៈផ្លូវការដែលអ្នកលក្ខណៈផ្លូវការជាង may you may
អ្នកអាច use my laptop ប្រើប្រាស់អ្នក use ប្រើប្រាស់ computer laptop របស់ខ្ញុំ if you need it ប្រសិនបើអ្នកត្រូវការវា Number 2 ទី2 it may snow this weekend វាអាចនឹងមានព្រិលធ្លាក់នៅចុងសប្តាហ៍នេះអូខេអញ្ចឹងពាក្យ snow នឹងធ្លាក់ព្រិល it may snow វាអាចនឹងមានព្រិលធ្លាក់ this weekend នៅចុងសប្តាហ៍នេះកាលណាគេប្រើពាក្យ may អញ្ចឹងគឺវាមានន័យថាវាជាក់លាក់ជាងពាក្យ may Student may not enter the lab without permission សិស្សទាំងឡាយនឹងមិនអាចណា will not may not នឹងមិនអាច enter ចូល the lab ចូលក្នុងមន្ទីរពិសោធន៍ណា lab ហ្នឹងគឺសំដៅលើមន្ទីរពិសោធន៍ without ដោយគ្មាន permission ការអនុញ្ញាតបានទេអញ្ចឹងកាលណាគេប្រើ may ចេះទាក់ទងនឹង permission នៃការអនុញ្ញាតនេះហើយវាជាលក្ខណៈផ្លូវការអញ្ចឹងគេដាក់សិស្សទាំងឡាយ may not enter the lab without permission សិស្សទាំងឡាយនឹងមិនអាចចូលទៅក្នុងមន្ទីរពិសោធន៍បានទេឬក៏បន្ទប់ពិសោធន៍ក៏បានដែរណា lab ហ្នឹងដោយគ្មានការអនុញ្ញាតអូខេ number 4 ទី4 she may visit us during the holidays នាងអាចនឹងមកលេងពួកយើងអំឡុងពេលថ្ងៃសម្រាកអញ្ចឹងពាក្យ may នេះមានន័យថាអាច visit មានន័យថាមកលេងទស្សនាមកលេងហ្នឹងដូចតែគ្នាទេហ្នឹងពួកយើង during អំឡុងពេល the holidays ថ្ងៃសម្រាកអញ្ចឹងហ្នឹងគេសេថាម៉េចនាងអាចនឹងមកលេងពួកយើងអំឡុងពេលនៃថ្ងៃសម្រាកអូខេឥឡូវយើងមានមួយទៀតប្រយោគមួយទៀតyou may feel tired after the long trip អ្នកអាចអស់កម្លាំង you may អ្នកអាច feel tired នេះមានន័យអស់កម្លាំងពាក្យ feel មានអារម្មណ៍ពាក្យ tired អស់កម្លាំងយើងបូកជុំនេះមានន័យថាអស់កម្លាំងអ្នកអាចអស់កម្លាំង after នឹងក្រោយពី the long trip ការធ្វើដំណើរដ៏វែងឆ្ងាយអញ្ចឹង long trip ការធ្វើដំណើរវែងឆ្ងាយOkay, number 6 the new restaurant may become very popular new restaurant នេះមានន័យថាភោជនីយដ្ឋានថ្មីអាចคล้ายជាពេញនិយមអូខេ popular នេះពេញនិយមមានន័យថាមនុស្សគ្រប់គ្នាចូលចិត្តណា may become popular become នឹងคล้ายជាអាចคล้ายទៅជាពេញនិយមភោជនីយដ្ឋានថ្មីអាចคล้ายទៅជាពេញនិយម Okay, number 7 I may join you later at the party ខ្ញុំអាច join មានន័យចូលរួមជាមួយអ្នកនៅពេលក្រោយនៅពិធីជប់លៀង at the party អញ្ចឹងពាក្យការណាយើងប្រើ may អញ្ចឹងគឺតាក់ទងជាមួយនឹងលទ្ធភាពដែលអាចនឹងកើតមានគឺវាច្រើនជាង may I may join you ខ្ញុំអាចនឹងចូលរួមជាមួយអ្នក later នៅពេលក្រោយ at the party ក្នុងឯពិធីជប់លៀង Okay, number 8 he may already know the answer គាត់អាចដឹងចម្លើយរួចជាស្រេចអញ្ចឹងពី already នឹងរួចជាស្រេចយើងប្រែក្រោយគេទៅណាឲ្យវាស្រួលស្ដាប់តែ he may គាត់អាចនឹង he may គាត់អាច already នឹងរួចជាស្រេច know the answer ដឹងចម្លើយមានន័យថាគាត់អាចដឹងចម្លើយនឹងរួចជាស្រេចអូខេNumber 9 ទី9 you may borrow this book អ្នកអាចខ្ចីសៀវភៅនេះបានណា you may borrow this book you may អ្នកអាច borrow នឹងខ្ចី this book សៀវភៅនេះ but please return it soon ប៉ុន្តែសូមមេត្តាផ្ញើវាត្រឡប់មកវិញឆាប់ផងមានន័យថាសងវាវិញឆាប់ផងណាអញ្ចឹងបាទប៉ុន្តែ please សូមមេត្តា return មានន័យថាយកឲ្យបញ្ជូនវាមកវិញអានេះហៅ return it soon មានន័យថាផ្ញើវាមកវិញឆាប់ផងអ្នកអាចខ្ចីសៀវភៅនេះប៉ុន្តែអ្នកអាចផ្ញើវាមកវិញឆាប់ផង Okay, number 10 លេខ10 you may see a rainbow after the rain អ្នកអាចឃើញអន្តនូក្រោយពីភ្លៀងរួច after rain នឹងក្រោយពីភ្លៀងរួចអញ្ចឹងពាក្យ rainbow នឹងអន្តនូតែពាក្យ see នេះឃើញអូខេអ្នកអាចឃើញអន្តនូក្រោយពីភ្លៀងរួចអូខេឥឡូវយើង10ប្រយោគទៀត10 sentence 10ប្រយោគទៀត with my ជាមួយនឹងពាក្យ my នេះឧទាហរណ៍ណាអូខេ he might be late because of traffic he might be late គាត់អាចនឹងយឺតពេល because of ប្រែថាដោយសារតែ because of នឹងដោយសារតែ traffic ការធ្វើចរាចរណ៍ដោយសារតែចរាចរណ៍គាត់អាចនឹងយឺតពេលដោយសារតែចរាចរណ៍អូខេ
ការណាគេប្រើពាក្យ my នេះគឺកម្រិតនៃភាពជាលក្ខហ្នឹងគឺវាតិចតួចណាវាតិចតួច I might watch a movie ខ្ញុំអាចនឹងមើលភាពយន្តtonight នៅយប់នេះអញ្ចឹងពាក្យ I ខ្ញុំ might នឹងអាច watch នឹងមើល a movie ភាពយន្ត tonight នៅយប់នេះ They might move to another city next year ពួកគេអាចផ្លាស់ទៅនៅទីក្រុងមួយផ្សេងទៀតនៅឆ្នាំក្រោយអញ្ចឹងពាក្យ move to នេះគឺផ្លាស់ទៅ move to another city ទីក្រុងដទៃមួយទៀត next year នៅឆ្នាំក្រោយពួកគេអាចផ្លាស់ទៅនៅទីក្រុងមួយផ្សេងទៀតនៅឆ្នាំក្រោយ Okay number 4 ទី4 She might not agree with your idea She might not នាងនឹងមិនយល់ស្របតាមជាមួយនឹងគំនិតរបស់អ្នកទេអញ្ចឹង she នាង might not នឹងមិន agree with នឹងមានន័យយល់ស្របជាមួយ your idea គំនិតរបស់អ្នកទេ Okay number 5 ទី5 I might forget if you don't remind me អញ្ចឹងពាក្យ remind មានន័យរំលឹកឲ្យនឹកឃើញណាហើយ don't remind ហ្នឹងគឺមានន័យថាមិនបានរំលឹកអញ្ចឹងក្នុងនេះគេនិយាយថា I might forget ខ្ញុំអាចភ្លេច if ប្រសិនបើ you don't remind me អ្នកមិនរំលឹកឲ្យខ្ញុំអូខេអ្នកមិនរំលឹកខ្ញុំ Okay number 6 លេខ6 This medicine might make you sleepy ហ្នឹងងងុយដេក make នរណាម្នាក់ make you sleepy មានន័យធ្វើនរណាធ្វើឲ្យអ្នកហ្នឹងងងុយដេក medicine គឺថ្នាំពេទ្យ This medicine ថ្នាំពេទ្យនេះ might អាច make you sleepy ធ្វើឲ្យអ្នកងងុយដេក Okay number 7 He might have left his wallet at home អញ្ចឹងពាក្យ wallet នេះកាបូបលុយហើយពាក្យ left ហ្នឹងមានន័យថាបានទុកចោល He might have left អញ្ចឹងពាក្យ might have left ហ្នឹងប្រែថាអាចនឹងទុកចោលនេះគាត់អាចនឹងទុកចោល He might have left គាត់អាចនឹងទុកចោល his wallet កាបូបលុយរបស់គាត់អញ្ចឹងពាក្យ wallet ហ្នឹងកាបូបលុយរបស់គាត់ at home នៅផ្ទះ It might take a while to finish the project ប្រែថាគម្រោងក្នុងការធ្វើមួយហើយ finish នឹងបញ្ចប់ It might take a while មានន័យថាត្រូវការមួយរយៈពេល take a while ត្រូវការមួយរយៈពេល might take a while អាចនឹងត្រូវការមួយរយៈពេលវាអាចនឹងត្រូវការមួយរយៈពេល to finish ដើម្បីបញ្ចប់ the project ប្រែថាគម្រោងដើម្បីបញ្ចប់គម្រោង 9 If I had more money I might buy a new car ប្រសិនបើខ្ញុំមានលុយច្រើនជាងហ្នឹងពាក្យ more money មានលុយច្រើនជាងហ្នឹង If I had more money បើសិនជាខ្ញុំមានលុយច្រើនជាងហ្នឹង I might buy a new car ខ្ញុំអាចនឹងទិញឡានថ្មីឥឡូវហ្នឹងគឺគាត់អត់មានលុយទេណាបងប្អូនឥឡូវគាត់អត់មានលុយទេវាគ្រាន់តែជាការសម័យចង់បានតែប៉ុណ្ណោះណាបងប្អូន If I had more money បើសិនជាខ្ញុំមានលុយច្រើនជាងហ្នឹង I might buy a new car ខ្ញុំនឹងទិញឡានថ្មីជាងហ្នឹងណា Okay number 10 លេខ10 We might go hiking if the weather is nice ប្រែថាម៉េចពួកយើងអាចនឹងទៅដើរលេងព្រៃភ្នំអញ្ចឹង go hiking មានន័យទៅដើរលេងព្រៃភ្នំ might នឹងអាចពួកយើងអាចទៅដើរលេងព្រៃភ្នំ if ប្រសិនបើ the weather is nice អាកាសធាតុវាល្អ weather អាកាសធាតុ nice គឺល្អឬក៏ស្អាតនិយាយអាកាសធាតុគឺវាល្អអូខេអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនចេះប្រើពាក្យមេហើយនឹងម៉ៃអូខេបានច្បាស់លាស់សរុបមកមេយើងប្រើលក្ខណៈថាផ្លូវការជាងម៉ៃណាហើយវាជាក់លាក់ជាងម៉ៃហើយពាក្យម៉ៃយើងប្រើលក្ខណៈថាមិនផ្លូវការឬក៏វាមិនសូវជាក់លាក់ដូចមេទេបងប្អូនហើយបន្តមកទៀតបើយើងប្រើនៅក្នុងប្រយោគ permission នៅក្នុងប្រយោគ suggestion ណាក្នុងប្រយោគ suggestion ក្នុងប្រយោគការស្នើសុំយើងប្រើពាក្យម៉ៃវាគួរសមជាងពាក្យមេអូខេមានចំណុចត្រង់ហ្នឹងណាអូខេហើយសង្ឃឹមថាយើងនឹងជួបគ្នានៅមេរៀនក្រោយបងប្អូនកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលអាមេរៀនថ្មីៗពីខ្ញុំ